យើងកេងក្នុងផ្ទះពលទីហ៊ានឈរនៅខាងក្រៅការពារពេលយើងមានដំបូលជ្រោកភ្លៀងពួកគាត់មានដីជាបង្អែកនិងមេឃជាជន្ទល់ពេលយើងនិយាយអំពីសង្គ្រាមពួកគាត់និយាយអំពីការស្លាប់និងរស់ទីហ៊ានម្នាក់មិនត្រឹមតែការពារទឹកដីគាត់កំពុងការពារផ្ទះការពារគ្រួសារនិងការពារអនាគតរបស់ប្រទេសហើយនៅពីក្រោយទីហ៊ានម្នាក់នោះមានឪពុកម្ដាយមានប្រពន្ធមានកូនដែលកំពុងរងចាំដូច្នេះភ្លៀងធ្លាក់មួយមេអាចឲ្យយើងស្រមៃគិតថាតើយើងបានធ្វើអ្វីខ្លះចំពោះអ្នកដែលកំពុងរងទុក្ខដើម្បីការពារអាយុជីវិតរបស់ពួកយើងដោយមិនបានទាមទារសំណងនិងគុណស្រ័យយើងអាចជួយពួកគាត់បានដោយការចែករំលែកការឧបត្ថម្ភនិងការមិនភ្លេចគុណប្រទេសមួយមិនរឹងមាំដោយសារតែអាវុធមួយមុខប៉ុណ្ណោះទេប្រទេសរឹងមាំក៏ដោយសារតែចិត្តមោះមុតរបស់ប្រជាជនពេលដែលយើងរួមសាមគ្គីយោគយល់អធ្យាស្រ័យពេលដែលយើងមិនភ្លេចអ្នក